សួស្តីបងប្អូនទាំងអស់គ្នាស្មានតែកំពុងតែធ្វើអីនាងខ្ញុំទំនេរពីការងារបន្តិចបន្តួចក៏ឆ្លៀតចេញវីដេអូសម្រាប់បងប្អូនស្រីៗយើងដែលគាត់អត់បានថែទាំស្បែកគ្រប់ពេលវេលាព្រោះអីដោយសារបងប្អូនយើងស្រីៗរវល់ជាងបងប្អូនប្រុសគាត់អត់សូវរវល់ទេគាត់ធ្វើការហើយគាត់មកផ្ទះគាត់មានពេលសម្រាកញ៉ាំបាយគាត់មានពេលសម្រាកជួបជុំមិត្តភក្តិក្រុមការងារគាត់តែចំពោះយើងស្រីៗគឺយើងមានការងារច្រើនចេញពីធ្វើការរលុយមកដល់ផ្ទះធ្វើម្ហូបរៀបចំផ្ទះមើលថែកូនដើម្បីបំពេញភារកិច្ចឲ្យចាប់ចុងចាប់ដើមហើយមួយថ្ងៃពេញដូចគ្នាតែចំណែកបងប្អូនប្រុសគាត់មានពេលវេលាច្រើនគឺគាត់អត់សូវបានមើលឃើញចំណុចមួយហ្នឹងទេពេលខ្លះគាត់ចេញមកក៏គាត់រវល់ជួបជុំមិត្តភក្តិទៅគាត់ក៏អត់បានមកជួយអ្នកផ្ទះដែរជួនកាលគាត់ក៏ទំនេរក៏គាត់បានមកជួយអ្នកផ្ទះដែរវាអត់ទៀងទាត់ទេអញ្ចឹងខ្ញុំអត់បាននិយាយថាបងប្រុសហ្នឹងគាត់ខុសឬត្រូវទេសូមគុំប្រកាន់តែខ្ញុំចង់និយាយថាបងស្រីនេះរវល់ជាងបងប្រុសច្រើនណាស់អត់មានពេលថែទាំស្បែកទេមិនថាខ្ញុំមិនថាគេសំបីតែពេលខ្លះមកមួយទឹកហ្នឹងសាប៊ូក៏អត់បានដុសផងបញ្ញាប់មើលកូនបញ្ញាប់ធ្វើការងារបញ្ញាប់តបឆាតជាមួយភ្ញៀវដែលបងប្អូនគាត់រកស៊ីតាមប្រព័ន្ធអនឡាញគ្រប់គ្នាគឺបងប្អូនស្រីគឺគាត់មានជំនាញគ្រប់ពេលវេលាទាំងអស់ពេលខ្លះម៉ោងដេកហើយហ្នឹងក៏គាត់នៅតែរវល់ដែររវល់ភ្ញៀវឆាតមករវល់រលុយបន្ថែមដើម្បីជួយផ្គត់ផ្គង់គ្រួសារអញ្ចឹងអត់បានមើលថាខ្លួនឯងនៅចំណុចត្រង់ណាឬក៏អត់បានមើលថាសុខភាពខ្លួនឯងហ្នឹងយ៉ាងម៉េចឬក៏អត់បានមើលថាស្បែកខ្លួនឯងហ្នឹងព្រួប្រែយ៉ាងម៉េចមុខខ្លួនឯងហ្នឹងព្រួប្រែយ៉ាងម៉េចទេភ្លេចថែទាំខ្លួនឯងអស់ហើយព្រោះដោយសារអីដោយសារចង់រលុយបន្ថែមផ្គត់ផ្គង់គ្រួសារនិងជីវភាពចាំថ្ងៃអញ្ចឹងណាបងប្អូនតែបងប្អូនស្រីខ្លះក៏គាត់ទំនេរដែរគាត់ទំនេរពីការរស់ស៊ីក៏គាត់ឆ្លៀតបានធ្វើអ្វីដែលខ្លួនគាត់ចង់បានដែលគាត់ស្រឡាញ់តែបងប្អូនខ្លះក៏គាត់អត់ទំនេរដែរដោយសារគាត់រវល់នឹងកិច្ចការងារមើលថែទាំកូនមើលការងារផ្ទះសម្បែងនិងការងាររស់ស៊ីអញ្ចឹងវាធ្វើឲ្យមនុស្សស្រីមួយចំនួនគាត់ស៊ូណាស់នឹងការងារភាគតិចណាស់ដែលគាត់ទំនេរខ្ញុំពេលខ្លះខ្ញុំអាណិតខ្លួនឯងណារកពេលទំនេរមិនឃើញមិនដឹងជាស្អីផងលេចកើតជើងត្បូងរវល់លេចអបោកើតយប់ដល់ម៉ោងគេងបាត់អត់បានលាបលេអត់បានខាត់ស្បែកអត់បានដូរសាប៊ូផងមួយតែទឹកហើយឡើងគេងបាត់បងប្អូនស្រីយល់ដូចខ្ញុំចឹងដែរអត់អញ្ចឹងខ្ញុំក៏មានការផ្លាស់ប្ដូរមួយការផ្លាស់ប្ដូរហ្នឹងមិនមែនផ្លាស់ប្ដូរអីទេផ្លាស់ប្ដូរពីការដែលខ្ញុំអត់បានថែទាំស្បែកពីការដែលខ្ញុំប្រើសាប៊ូអត់ត្រូវនឹងស្បែកខ្ញុំពីការដែលខ្ញុំប្រើផលិតផលអត់មានប្រសិទ្ធភាពសម្រាប់ខ្លួនខ្ញុំអញ្ចឹងខ្ញុំក៏បានប្រើផលិតផលមួយទៀតដែលខ្ញុំសាកប្រើជាប្រចាំថ្ងៃគឺសក្រាប់ពពុះសក្រាប់បល័យពពុះនេះគឺគាត់ប្រើចំនួនសាប៊ូបានហើយវាកាត់បន្ថយនៅក្លិនស្បែកជាំស្បែកអាចរុយស្បែកខ្មៅស្បែកមានក្លិនវាធ្វើឲ្យបងប្អូនទាំងអស់គ្នាចំណេញពេលវេលាចំណេញទាំងថវិកាបងប្អូនទិញសាប៊ូខ្លះ$20-30ឬក៏សាប៊ូខ្លះ$5-6ទៅ$10តម្លៃទៅតាមបងប្អូនចង់បានតែពេលខ្លះការប្រើប្រាស់ហ្នឹងវាអត់ត្រូវនឹងស្បែកវាអត់ផ្ដល់អត្ថប្រយោជន៍ឲ្យបងប្អូនទេដោយសារយើងប្រើអត់ត្រូវតែពេលខ្លះបើយើងប្រើត្រូវគឺវាជួយឲ្យបងប្អូនហ្នឹងដូចបំណងតែសម្រាប់នាងខ្ញុំអត់ប្រើសាប៊ូទេខ្ញុំប្រើសក្រាប់ពពុះនេះជាប្រចាំថ្ងៃជំនួសសាប៊ូព្រោះអីវាកាត់បន្ថយក្លិនខ្លួនហើយខ្មៅក្អែលឬក៏បញ្ហាផ្សេងដែលជាប់នៅដងខ្លួនខ្ញុំទាំងអស់គឺគាត់ជួយបាន50%មិនបាន100%ទេបាន50%ចំនួននៃការដែលយើងប្រើសាប៊ូដោយគាត់មានអត្ថប្រយោជន៍មួយដែលធ្វើឲ្យយើងហ្នឹងខ្ជិលក្នុងការថែទាំស្បែកឬក៏ភ្លេចថែទាំស្បែកអញ្ចឹងវាធ្វើឲ្យយើងហ្នឹងចំណេញពេលវេលាចំណេញថវិកាគាត់ជួយយើងបានច្រើនណាបងប្អូនហើយជាពិសេសគឺគាត់ជួយខ្ញុំហ្នឹងហ្មងពេលដែលខ្ញុំថែទាំស្បែកអត់ដិតដល់ខ្ញុំប្រើតែអាហ្នឹងជាប្រចាំថ្ងៃជំនួសសាប៊ូវាធ្វើឲ្យស្បែកយើងកាត់បន្ថយច្រើនមួយថ្ងៃកាត់បន្តិចវាធ្វើឲ្យគាត់ហ្នឹងមានប្រសិទ្ធភាពខ្ពស់សម្រាប់នាងខ្ញុំដែលរកផលិតផលមួយប្រើមិនត្រូវតែវាបែរជាប្រើសម្រាប់រូបនាងខ្ញុំត្រូវអញ្ចឹងបើបងប្អូនមានបញ្ហាស្បែកមិនស្អាតក្លិនខ្លួនក្អែលកាន់ឬក៏ខ្មៅស្រអាប់មិនសមិនភ្លឺមាត់រលោង
អាចសាក់ប្រើសក្រាប់ពពុះនេះបានប្រើជាប្រចាំថ្ងៃក៏បានប្រើមួយសប្តាហ៍2ទៅ3ដងក៏បានតាមបងប្អូនឆ្លៀតបានហើយក្នុងរយៈពេលប្រើប្រាស់គឺ10ទៅ15នាទីអ្នកមានទម្ងន់និងអ្នកអត់ទម្ងន់ក៏ប្រើបានអត់មានប៉ះពាល់ដល់សុខភាពហើយអត់មានហានិភ័យផ្សេងទេខ្ញុំសូមធានាព្រោះដោយសារនាងខ្ញុំប្រើជាប្រចាំថ្ងៃព្រោះនាងខ្ញុំប្រើជាប្រចាំថ្ងៃនឹងហើយបាននាងខ្ញុំដឹងប្រសិទ្ធភាពគាត់ថាគាត់នឹងជួយខ្ញុំបានកម្រិតណាជួយសន្សំលុយជួយសន្សំពេលវេលាហើយជាពិសេសខ្ញុំអត់ចាំបាច់ទៅខាត់ស្បែកអត់ចាំបាច់ទៅត្រាំទឹកដោះគោក៏ស្បែកខ្ញុំភាពស្រស់ស្អាតដូចគេដូចឯងដែរអញ្ចឹងវីដេអូខ្ញុំសូមរៀបរាប់តែប៉ុណ្ណេះហើយខ្ញុំអរគុណច្រើនចំពោះដែលបងប្អូនស្ដាប់បើសិនជាខុសឬត្រូវសូមខន្តីអភ័យទោសចំពោះវីដេអូមួយនេះសូមអរគុណសូមគោរពលា